ជម្រាបសួរបងប្អូនអរនេះចឹងសម្រាប់បងប្អូនដែលអត់ទាន់ចេះទិញសេវាកម្ម Facebook follower សម្រាប់ account ឬក៏សម្រាប់ page តើយើងត្រូវទិញមើល category មួយណាឬក៏ check មើល description នៃសេវាកម្មយ៉ាងម៉េចខ្លះទិញសេវាកម្មមួយណាដែលយើងអាចទិញឲ្យដើរលឿនហើយវាមាន guarantee បែបណាខ្លះចឹងបងប្អូនអាចមើលវីដេអូនេះដល់ចប់បានបាទអូខេចឹងសម្រាប់បងប្អូនអ្នកថ្មីពេលយើងចូល website sign up ហើយយើងចូលកន្លែង new order នេះមកបាទចូលឡើង new order នេះមកអូខេបន្ទាប់មកទៀតយើងឆែកមើលសេវាកម្ម Facebook ដែលនៅក្នុងនោះគឺមាន logo Facebook ឡើងនេះបាទយើង select តា logo ហ្នឹងមកចេញសេវាកម្ម Facebook ទាំងអស់ដែលយើងអាចជ្រើសរើសបានអូខេអញ្ចឹងសេវាកម្ម Facebook follower វាមានតែ3-4 category ទេបងប្អូនបាទនេះអញ្ចឹងក្នុងនេះវាមានcategory នេះមួយបាទ category នេះមួយបាទតែត្រាប់ខាងក្រោមនេះ like បូក follower ស្រាប់យើងចង់បាន like page ឬក៏ follower បូក like ណាអូខេអញ្ចឹងយើងមកមើល category នេះមួយបាទក្នុង category នេះ Facebook follower cheapest provider អញ្ចឹងក្នុង category នេះវាមានសេវាកម្មធូរថ្លៃជាងគេបាទវានៅលើគេអញ្ចឹងនៅក្នុង category នេះវាមានច្រើនសេវាកម្មដែរបាទ4-10សេវាកម្មជាង7-20សេវាកម្មចឹងសេវាកម្ម ID ទី1នេះបាទ21422បាទចឹងយើងមើល description នៃសេវាកម្មឬក៏ title សេវាកម្មចឹង Facebook page បាទអានេះយើងដើរបានទាំង page ហើយនិង profile នេះគេបញ្ជាក់ចឹងណា type of profile ហើយនិង page បាទ global name ចឹងអ្នកដែលមក follow របស់យើងមកលោកជាស្រ័យមក follow account ឬក៏ page របស់យើងវាលក្ខណៈ global name មានន័យថាជួនកាលឈ្មោះបរទេសជួនកាលឈ្មោះអង់គ្លេសឈ្មោះហ្វីលីពីនឈ្មោះអីចឹងណាឈ្មោះវៀតណាមឈ្មោះអីចឹងទៅអញ្ចឹងអាហ្នឹង global name អូខេអញ្ចឹងយើងមើលសេវាកម្មទី1ហ្នឹងបាទអញ្ចឹងឧទាហរណ៍តែមក1ឬក៏2សេវាកម្មយើងអាចចេះទិញទាំងអស់ហើយសម្រាប់ category ខាងក្រោមនេះបាទ category ខាងក្រោម1 2 3នេះគឺយើងអាចទិញដូចគ្នាទេអូខេអញ្ចឹងសម្រាប់សេវាកម្មទី1យើងមកមើល description នៃសេវាកម្មdescription យើងត្រូវការ link page យើងអាចដាក់ link វីដេអូទេណាបើសិនណាជាយើងទិញ reel ឬក៏វីដេអូអាហ្នឹងបានយើងដាក់ link វីដេអូឬក៏ reel ហ្នឹងបាទតែបើយើងទិញ follower សម្រាប់ profile page ឬក៏ account របស់យើងដាក់ link profile link page របស់យើងហើយសេវាកម្មនេះ no refill អត់មានការធានាអញ្ចឹងណាហើយ speed វាអាចដើរបានមួយថ្ងៃ 10-20k អញ្ចឹងទៅអាហ្នឹងវាអាស្រ័យលើការបញ្ជាទិញបើសិនណាជាអត់សូវមានការបញ្ជាទិញវាអាចដើរលឿនជាងហ្នឹងអាចមួយថ្ងៃ20-50k អញ្ចឹងទៅបាទអញ្ចឹងអានេះក៏ important note ដែរអានេះកន្លែងនេះ quality real global មានន័យថា account មកដែលមក follow របស់យើងហ្នឹងគឺលក្ខណៈ global ណាអញ្ចឹងវាអត់ផ្ដោតលើប្រទេសណាទេជួនកាលឈ្មោះប្រទេសនេះជួនកាលឈ្មោះអង់គ្លេសជួនកាលឈ្មោះវៀតណាមអញ្ចឹងណាអូខេអញ្ចឹងកន្លែងមួយទៀតសម្រាប់ important note នេះគេបញ្ជាក់ឲ្យយើងចងចាំយើងអត់អាច order បាទយើងអានេះគេហាមដាច់ខាតបាទយើងអត់អាច order link មួយក្នុងពេលតែមួយទេលុះត្រាតែ link ហ្នឹងយើង order ទៅវា cancel ឬក៏ complete សិនចាំយើងយក link ដដែលហ្នឹងទិញទៀតតែបើ link ផ្សេងអត់អីទេយើងទិញ unlimited ទិញច្រើនប៉ុណ្ណាក៏អត់អីដែរឲ្យតែ link ផ្សេងគ្នាអញ្ចឹងណាតែបើ link មួយយើងកំពុងតែ order វាអត់ទាន់ complete ឬក៏វាអត់ទាន់ cancel ទេអាហ្នឹងយើងកុំទាន់ទិញវាអាចបើយើងទិញជាន់គ្នាទៀតឃើញអត់ទាន់ឡើងយើងចាក់ទិញដាក់ order ចូលហ្នឹងវាអាចនឹងគាំង link របស់យើងវាអត់ដំណើរការទេហើយត្រូវការពេលយូរដើម្បីដោះស្រាយឲ្យគេ cancel អញ្ចឹងណាអូខេអញ្ចឹងកន្លែងហ្នឹងបំរាមមួយបាទហើយកន្លែងនេះគឺអត់មានអីប្លែកទេបងប្អូនបាទនេះវាមានបញ្ហាយើងអាច support ទៅគីបបានបាទអូខេអញ្ចឹងសម្រាប់ការដាក់ link បាទអូខេអញ្ចឹងសម្រាប់ការដាក់ link បងប្អូនចូលអានេះខ្ញុំឧទាហរណ៍ណាបងប្អូនបាទអញ្ចឹងខ្ញុំចូលលើ page គាត់នេះមួយជាស្រ័យយើងចំឡៃណា copy link page ទៅណាបាត់ហើយបាទរកកន្លែង copy link អត់បានយើងចុចខាងលើនេះបងប្អូនបាទយើងចុចខាងលើនេះមកចុចអា3ហ្នឹងតមកទៀតយើង select copy link លើនេះមកបាទតែប៉ុណ្្នឹងមក link បែបម៉េចក៏បានដែរក៏វា direct ទៅកាន់នេះដែរបងប្អូនបាទ direct ទៅកាន់ page របស់យើងណាអញ្ចឹងយើងយកមកផាសមកបាទយើងយកមកផាសកន្លែង link ហ្នឹងមក
តបមកទៀតយើងចង់បានចំនួនប្រមាណទីយើងចង់បាន1000យើងអស់ប្រមាណសេនហ្នឹងបាទអស់19សេនទេបាទអញ្ចឹងកន្លែងហ្នឹងកន្លែងយើងគិតលុយបើសិនណាជាយើងដាក់ចំនួនប៉ុណ្ណាវាគិតលុយប៉ុណ្ណឹងឧទាហរណ៍យើងចង់បាន10k អញ្ចឹងយើងអស់$1.98សេនបាទហើយ time average នេះបើសិនណាជាក្រោម1ម៉ោងឬក៏2-3ម៉ោងទេអាហ្នឹងវាដើរលឿនតែបើឡើងដល់12-24ម៉ោងអីវាត្រូវការពេលច្រើនថ្ងៃដើម្បី complete ណាអូខេអា time average ហ្នឹងចង់សំដៅទៅលើការវិជាទិញចុងក្រោយដែលវាអាច complete បានហ្នឹងណាបើសិនសល់20នាទី4-10នាទីអាហ្នឹងដើរលឿនហ្មងអូខេអញ្ចឹងការទិញវាមានតែប៉ុណ្្នឹងឯងបងប្អូនបាទយើងបន្ទាប់មកយើងចុច submit ឡើងនេះមកវានឹងគេនឹងបញ្ជូនទៅឲ្យ server គេដំណើរការឲ្យយើងហើយបាទវា direct ទៅកាន់ server ដំណើរការយើងហើយអូខេអញ្ចឹងការបញ្ជាទិញសម្រាប់សេវាកម្មទី1ហើយសេវាកម្មទី2អានេះខុសគ្នាត្រង់ថាវាមាន guarantee 30ថ្ងៃបាទបើមានបញ្ហាអំឡុងពេល30ថ្ងៃហ្នឹងគេទទួល fix ឲ្យអញ្ចឹងណាឥឡូវអត់ no refill ទេអត់មានការ fix ឲ្យទេអញ្ចឹងណាអានេះទៅនេះ60ថ្ងៃអញ្ចឹងទៅបាទនេះ30ថ្ងៃអញ្ចឹងទៅបាទការបញ្ជាទិញវាអត់សូវខុសគ្នាទេបងប្អូនវាស្តៀងគ្នាទេបាទតែបាទនេះក៏ quality page បាទអានេះយើងមើល description នៃសេវាកម្មខ្លួនឯងណាអានេះ quality page លក្ខណៈ page វៀតណាមដែលមក follow account ឬក៏ page របស់យើងអញ្ចឹងណាអញ្ចឹងមានន័យថាfollower ដែលមក follow យើងហ្នឹងគឺលក្ខណៈ page អត់មែន profile ទេអញ្ចឹងបើសិនណាជាយើងទិញអានេះក៏វាល្អដែរគឺវាអត់ងាយបាត់មានន័យថាបើសិនណាជាយើងទិញលក្ខណៈ follow profile មកជា account ធម្មតាពេល Facebook update ទៅវាខូចអាហ្នឹងវាដក follower យើងដូចគ្នាតែបើសិនណាជា page បងប្អូនដឹងហើយថា page តើគេ report ឬក៏ធ្វើខុសអីមួយបានបាត់ page ហ្នឹងអញ្ចឹងលក្ខណៈ follow ដែលមក follow យើងជាលក្ខណៈ quality page អាហ្នឹងងាយដាច់ទេអញ្ចឹងទិញ10000នៅ10000អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំសូមបន្ថែមប៉ុណ្ណឹងកន្លែង quality page ហ្នឹងបាទអញ្ចឹងបងប្អូនអាចសិនណាជាមានចម្ងល់អីអាច comment ខាងក្រោមវីដេអូឬក៏ឆាតសួរខ្ញុំបន្ថែមបានថាសេវាកម្មហ្នឹងdescription វាយ៉ាងម៉េចអញ្ចឹងណាអូខេអញ្ចឹងស្រាប់តក្ករីទី1ពី3សេវាកម្មហ្នឹងបងប្អូនប្រហែលជាយល់ហើយបាទការជាទិញណាហើយសេវាកម្មតក្ករីទី2អានេះវាស្តៀងគ្នាទេបងប្អូនបាទនេះវាមានប្រមាណសេវាកម្មដែរហើយ done follower មានន័យថាអ្នកមក follow របស់យើងវាអាចយើងមើលអត់ឃើញទេបាទអ្នកផ្សេងមើលអត់ឃើញអញ្ចឹងណាអូខេអានេះ real account បាទនេះអត់មានអីទេស្តៀងគ្នាទេបងអានេះក៏ស្តៀងគ្នាដែរតែអ្នកលក់ផ្សេងគ្នាបាទអានេះគេមានអីត្រឹមត្រូវ quality គេអូខេអញ្ចឹងកន្លែង page នេះក៏ page follower នេះក៏ដើរលឿនដែរសម្រាប់ page follower នេះបាទសម្រាប់ក្នុង category នេះណាហើយក៏គេលក់រៀងថ្លៃដែរបាទសេវាកម្មណាដែលរៀងថ្លៃហើយវាមាន guarantee ខ្ពស់ quality គេល្អហើយវាដើរលឿនគេលក់ថ្លៃបងប្អូនបាទអូខេអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងសង្ឃឹមថាបងប្អូនយល់ច្រើនសម្រាប់អ្នកថ្មីហើយសង្ឃឹមថាបើមានបញ្ហាអីអាចឆាតសួរឬក៏ comment ក្រោមវីដេអូនេះក៏បានដែរបាទអរគុណច្រើនបាយបាយ